បាទសូមជម្រាបសួរប្រិមិត្តពុកម៉ែបងប្អូនតាមបណ្ដាញក្នុងសង្គម YouTube ជាទីមេត្រីនិងជាទីស្នេហាបាទថ្ងៃនេះផងដែរខ្ញុំបានលើកយកនៅអត្ថបទព័ត៌មានថ្មីមួយមកចែកជូនប្រិមិត្តពុកម៉ែបងប្អូនសម្រាប់ដែលអត្ថបទព័ត៌មាននេះដែលមានចំណងជើងថាក្តាប់បានតំណែង Migrant Cambodia ឆ្នាំ 2021 មែនតែពូគឹមថេនសុកធីតានៅតែមានក្តីស្រមៃមួយទៀតនៅក្នុងវិស័យបវរកញ្ញាតាំងពីក្មេងបានចឹងទេតើរឿងរ៉ាវនៃអត្ថបទព័ត៌មាននេះយ៉ាងណាបាទសូមប្រិមិត្តតាមដានទស្សនាសម្រាប់អត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទដូចតទៅតែមុននឹងសម្រាប់អត្ថបទព័ត៌មាននេះបាទសូមប្រិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចនៅ Subscribe ពណ៌ក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីជាបន្តទៀតប្រិមិត្តដែលនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាភាគច្រើនសុទ្ធតែបានជ្រាបហើយថាកញ្ញាពូគឹមថេនសុទ្ធធីតាគឺជាបវរកញ្ញាកម្ពុជាដ៏លេចធ្លោមួយរូបដោយកញ្ញាគឺជាម្ចាស់ជ័យលាភីក្រុងមកុដ Migrant Cambodia ឆ្នាំ2021ហើយកញ្ញាក៏មានឱកាសកាន់ទង់ជាតិកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ Migrant Cambodia ឆ្នាំ2021នៅឯប្រទេសថៃទៀតផងបាននេះតាំងពីឆ្នាំ2021ប្រិមិត្តបាទគឺកញ្ញាពូលោកគឹមថេនសុកធីតាប្រិមិត្តបាទនេះជារូបរបស់គាត់ចាប់តាំងពីក្រុងតំណែង Migrant Cambodia ឆ្នាំ2021មកសុទ្ធធីតាមានរាសីឡើងប្រិមិត្តបាទមានរាសីឡើងដោយនាងមិនត្រឹមតែមានទីផ្សារច្រើនផ្នែកបវរកញ្ញានោះទេសូម្បីតែការងារជាពិធីការនីជាគណៈកម្មាធិការកម្មវិធីបវរកញ្ញានិងជាតារាសម្ដែងក៏ស្រីស្អាតពរូបនេះក្តោបបានគួរឲ្យសរសើរប្រិមិត្តបាទមានមុខរបរច្រើនពិតជាស្រស់ស្អាតកន្លងមកពូគឹមថេងសុទ្ធធីតាហាក់ធ្វើឲ្យអ្នកគាំទ្រលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលបន្តិចក្រោយនាងបានបង្ហោះសារនៅលើ Facebook Page ប្រកាសប្រាប់ពីក្តីស្រមៃកាលពីក្មេងរបស់នាងចង់ក្លាយជា Migrant Universe Cambodia តែនាងបែរជាមកប្រឡងកម្មវិធី Migrant Cambodia រហូតបានជ័យលាភីលេខ1ក្លាយជាម្ចាស់មកុដបានលេខ1ទូទាំងប្រទេសប្រិមិត្តបាទបើការបង្ហើបពីក្តីស្រមៃកាលពីតូចរបស់សុទ្ធធីតាបានធ្វើឲ្យអ្នកគាំទ្រជាច្រើននាំគ្នាជំរុញឲ្យស្រីស្រស់រូបនេះត្រឡប់មកប្រឡូកវិស័យបវរកញ្ញាម្ដងទៀតហើយចូលប្រកួត Migrant Universe Cambodia ដើម្បីសម្រេចតាមក្តីស្រមៃកាលពីនៅក្មេងឬក៏ពីការនៅតូចប្រិមិត្តបាទបានជារូបរបស់នាងបាទពិតជាស្រស់ស្អាតវងភ័ក្រពងក្រពើប្រិមិត្តបាទមុខពងក្រពើបាទបានចឹងសូមប្រិមិត្តទស្សនារូបភាពទាំងអស់គ្នាបាទបានជារូបរបស់គាត់បាទតែងឈុតខ្មែរយ៉ាងប្រិមិត្តបាទមកខេប្រិមិត្តអត្ថបទព័ត៌មាននេះបាទខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមនេះសូមប្រិមិត្តតាមដានទស្សនាសម្ដាប់នៅអត្ថបទព័ត៌មានថ្មីមួយជាបន្តទៀតបាទដែលអត្ថបទព័ត៌មាននេះដែលមានចំណងជើងថាចិត្តចូលឆ្នាំហើយអ្នកប្រាក់ខែខ្ទង់$500បើប្រហែល5ក្បួននេះប្រហែល5ក្បួននេះដឹងតែរោគសាហុយជិះឡានទៅលេងស្រុកមិនចង់បានប្រិមិត្តបាទអ្នកដែលមានប្រាក់ខែ$500ប្រិមិត្តគឺមិនធម្មតាទេ$500គឺច្រើនដែរបាទ
បានចឹងសូមប្រិមត្តតាមដានទស្សនាសម្រាប់នៅអត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទដូចតទៅប្រាក់ខែ$500ជាខ្ទង់ចំណូលគួរឲ្យសមមួយសម្រាប់អ្នកធ្វើការនៅទីក្រុងយ៉ាងណាមិញអ្នកធ្វើការមួយចំនួនទោះជាប្រាក់ខែតិចនៅតែមិនសល់ទោះឡើងដល់$500ក៏នៅតែចាយខ្ទេចអស់បើចាយមិនចេះទប់មិនចេះគិតទោះប្រាក់ខែប៉ុន្មានក៏នៅតែរបូតដែរដូចនេះដើម្បីចាយលុយសល់ចុងខែនិងសន្សំទុកខ្លះយើងសូមណែនាំគន្លឹះ5យ៉ាងដូចខាងក្រោមបាទនេះជាតិចនិចប្រិមិត្តបាទតិចនិចចាយលុយយ៉ាងណាឲ្យបានសល់ប្រាក់ខែជាប្រចាំបាទប្រាក់បៀវត្សផងដែរបាទទី1តាមដានការចំណាយនិងកំណត់ការចាយវាយឡើងវិញប្រមូលព័ត៌មានលម្អិតអំពីការចំណាយប្រចាំខែឡើងវិញដូចជាការចាយវាយលើថ្លៃជួលម្ហូបអាហារការធ្វើដំណើរសម្លៀកបំពាក់ការកម្សាន្តនិងរបស់របរផ្សេងក្រោយសរុបមកអ្នកត្រូវគិតគូរឡើងវិញថាតើអ្វីគួរនិងមិនគួរចាយនិងកំណត់ព្រំដែនការចាយដើម្បីជៀសវាងខ្ជះខ្ជាយឥតប្រយោជន៍បាទប៉ុន្តែត្រឹមត្រូវដើម្បីខ្ជះខ្ជាយឥតប្រយោជន៍ផងដែរនេះកូនជ្រូកសន្សំប្រិមត្តបាទចូលដល់ទី2គិតចម្បងលើតម្រូវការចាំបាច់ប្រិមត្តគិតចម្បងទៅលើការចាំបាច់អ្វីខ្លះមុនពេលចំណាយលើអ្វីមួយត្រូវតែក្រើនរំលឹកខ្លួនឯងថាតើវាចាំបាច់ឬទេបើចាំបាច់ចាំចំណាយបើសិនមិនចាំបាច់ទេកុំចំណាយអ្នកត្រូវតែកំណត់ខ្លួនឯងឲ្យបានច្បាស់ជៀសវាងចំណាយលើរបស់មិនចាំបាច់ដូចជាការកម្សាន្តសម្លៀកបំពាក់ឬក៏ញ៉ាំអាហារខាងក្រៅជាដើមត្រូវកាន់គោលជំហរជាប់ខ្លួនមិនត្រូវចាយលើអ្វីដែលលើសពីសមត្ថភាពរបស់ខ្លួនឡើយត្រឹមត្រូវមិនចាយអ្វីលើសពីសមត្ថភាពខ្លួនឡើយបាទប្រាក់ខែ$500ទី3ហូបបាយផ្ទះធ្វើម្ហូបនៅផ្ទះអាចសន្សំចំចៃបានច្រើនជាងចេញទៅខាងក្រៅម្យ៉ាងធ្វើម្ហូបខ្លួនឯងមានសុវត្ថិភាពជាងនិងអនាម័យជាងម្យ៉ាងវិញទៀតអ្នកអាចធ្វើម្ហូបពីផ្ទះយកទៅហូបនៅឯកន្លែងធ្វើការដោយរៀបគម្រោងជាស្រេចសម្រាប់មុខម្ហូបពី1សប្តាហ៍ទៅ1សប្តាហ៍រកមើលកន្លែងលក់បន្លែត្រីសាច់ដែលមានតម្លៃសមរម្យឧទាហរណ៍ទិញនៅផ្សារធម្មតាធូរជាងទិញនៅផ្សារទំនើបទី4ជ្រើសរើសអ្វីដែលថ្មីឬក៏ចំណាយតិចតួចបំផុតបាទអ្វីដែលចំណាយតិចតួចបំផុតបាទទី4ជ្រើសរើសការកម្សាន្តទៅកន្លែងដែលមិនចំណាយលុយដូចជាបណ្ណាល័យសួនសាធារណៈកម្មវិធីរបស់សហគមន៍ឬក៏កម្មវិធីចូលកម្សាន្តឥតគិតថ្លៃជាដើមចំពោះរបស់របរចាំបាច់គួរតែទិញទៅពេលមានការបញ្ចុះតម្លៃច្រើនឬក៏ទិញរបស់មួយទឹកបើរបស់នោះប្រើម្ដងម្កាលអាចពឹងពាក់ខ្ចីមិត្តភ័ក្តិសិនជាងការទិញចំណាយនាំឲ្យចំណាយលុយអត់ប្រយោជន៍បាទសុខចិត្តខ្ចីគេសិនក៏បានប្រិមិត្តបាទនេះជាវិធីសាស្ត្រ5យ៉ាងសម្រាប់សន្សំលុយបាទប្រិមិត្តបាទពិតជាត្រឹមត្រូវមិនថាសន្សំតិចឬក៏ច្រើនយ៉ាងហោចណាស់ក៏សល់លុយសម្រាប់ពេលមានអាសន្នឬក៏ទុកទិញរបស់អ្វីមួយដែលតែងតែប្រាថ្នាឬក៏អាចប្រើសៀវភៅសម្រាប់សន្សំលុយឬក៏បើកករណីសន្សំនៅធនាគារណាមួយថ្មិចបើកលុយសន្សំកើនឡើងអាចជាចំណែកមួយពង្រឹងផ្លូវចិត្តនិងមានទឹកចិត្តដើរទៅមុខដែលត្រឹមត្រូវបាទ
បាននេះជារបៀបវិធីសាស្ត្រសន្សំលុយសន្សំប្រាក់ប្រិមិត្តបាទនេះជារូបរបស់គាត់បាទការសន្សំលុយ5ចំណុចប្រិមិត្តបាទបោកខេប្រិមិត្តអត្ថបទព័ត៌មាននេះបាទខ្ញុំបានទៅសូមបញ្ចប់តែត្រឹមនេះខ្ញុំបាទសូមអរគុណប្រិមិត្តដែលបានតាមដានទស្សនាសម្រាប់អត្ថបទព័ត៌មាននេះតែមុននឹងបញ្ចប់អត្ថបទព័ត៌មាននេះសូមប្រិមិត្តជួយចុចនិង Subscribe ពកក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីជាបន្តទៀតខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា